ការតស៊ូយើងត្រូវកំណត់គោលដៅឲ្យច្បាស់ថាតើយើងចង់បានអីយើងចង់ជួយប្រជាពលរដ្ឋយើងពិតប្រាកដឬមួយយើងគ្រាន់តែមកធ្វើហើយដើម្បីតែផលប្រយោជន៍ខ្លួនឯងអានឹងវាជារឿងមួយទៀតបាទអញ្ចឹងមុននឹងយើងចូលតស៊ូដើម្បីជួយជាតិពិតប្រាកដយើងត្រូវដាក់ចិត្តដាក់កាយហើយត្រូវមានការលះបង់ខ្ពស់បាទទាំងធនធានទាំងសេចក្តីសុខទាំងអីទាំងអស់ហើយតម្កល់ផលប្រយោជន៍ជាតិជាធំបាទហើយត្រូវស្មោះត្រង់នឹងប្រជាពលរដ្ឋស្មោះត្រង់នឹងជាតិហើយត្រូវមានអំណត់អត់ធ្មត់តស៊ូបាទដើម្បីយើងធ្វើម៉េចទៅដល់គោលដៅរបស់យើងដែលយើងចង់បានក៏ដូចជាប្រជាពលរដ្ឋជនរួមជាតិប្រាថ្នាចង់បានទាំងអស់គ្នាទោះបីចំនួនយើងមិនទទួលបានជោគជ័យក៏ជាគំរូសម្រាប់យុវជនជំនាន់ក្រោយផងដែរប៉ុន្តែដោយgeneral លើកឡើងវាជាការពិតយើងមានឃើញច្រើនបាទជួនកាលអ្នកខ្លះគាត់មកធ្វើដើម្បីល្បីមួយផ្លែអញ្ចឹងទៅគាត់នឹងទទួលអ្វីផ្សេងអានឹងវាជាជំរឿជាសិទ្ធិសេរីភាពរបស់ពួកគាត់ទេខ្ញុំមិនទៅរិះគន់មិនទៅថាអីគាត់នឹងវាជាជំរឿជាសេរីភាពរបស់ពួកគាត់ប៉ុន្តែចំហនយោបាយសម្រាប់ខ្ញុំអ្វីដែលខ្ញុំធ្វើខ្ញុំត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំត្រូវស្មោះត្រង់ជាមួយប្រជាពលរដ្ឋជាមួយអ្នកនៅជុំវិញខ្លួនហើយនឹងត្រូវបណ្ដុះបណ្ដាលយុវជនដែលនៅជុំវិញខ្លួនដើម្បីពេលដែលខ្ញុំចូលនិវត្តន៍ទៅពួកគាត់អាចបន្តនៅការតស៊ូបន្តទៅទៀតដើម្បីឆ្ពោះទៅគោលដៅដែលយើងចង់បានទាំងអស់គ្នាបាទអញ្ចឹងអ្វីដែលខ្ញុំហើយមួយទៀតក៏យើងក៏មិនត្រូវថាផ្ដល់នៅចំណុចខ្សោយឲ្យដៃគូដែរបាទអញ្ចឹងយើងត្រូវបន្សុទ្ធនៅខ្លួនយើងបាទបន្សុទ្ធខ្លួនយើងឲ្យស្អាតស្អំបាទកុំសុភវៈវិនអីបាទអញ្ចឹងយើងត្រូវតែស្អាតស្អំដូចថាបើសិនជាយើងមានពាក់ព័ន្ធអានឹងយើងមិនមុតស្រួចទេបាទមិនមុតស្រួចទេអញ្ចឹងគាត់ចង់វាមានច្រើនរូបមន្តបាទខ្ញុំលើកចំណុចសំខាន់ដូចតកតងទៅនឹងភាពស្មោះត្រង់សេចក្តីក្លាហានហើយនឹងការលះបង់បើយើងមិនមានប្រមាណចំណុចហ្នឹងទេអានឹងយើងមិនអាចឡើងទៅដល់គោលដៅបានទេដើម្បីសម្រេចគោលដៅយើងត្រូវតែមានសេចក្តីក្លាហានលះបង់ស្មោះត្រង់ជាមួយជាតិហើយជាតិមិនជំពាក់យើងទេមានតែយើងទេដែលត្រូវជំពាក់ជាតិចឹងហើយបានមិនជាយើងខិតខំប្រឹងប្រែងថាតើយើងត្រូវមានពេលវេលាប៉ុន្មានដើម្បីជួយជាតិរបស់យើងបាទ